បងយ៉ាងលឺនៅនាយកដ្ឋានយើងដូចជាមានប្រធានស្រីថ្មីស្អាតណាស់ដូចជាអតីតសិស្សសាលាបងទៀតសិស្សសាលាខ្ញុំច្រើនណាស់មិនមិនថានាងជាសង្សារចាស់ខ្ញុំទៅខ្ញុំពិតជាមិនបានកុហកបងទេមកហើយឈប់លេងទៅសូមណែនាំអ្នកទាំងអស់គ្នាប្រធានថ្មីនាយកដ្ឋានយើងប្រធានស៊ូស៊ូយីងសាវេមិនក៏ជានាងទៅវិញសិនយ៉ានរីករាយថ្ងៃកំណើតថប់មួយទៅថប់មួយទៅថប់មួយទៅខ្ញុំធុញហើយបែកគ្នាទៅតែបងធ្លាប់និយាយថាមួយជីវិតនេះបងស្រឡាញ់តែខ្ញុំមែនទេមាត់ចង្រៃឲ្យមាត់ចង្រៃនិយាយត្រូវម្លេះដូចគេទេកំភ្លៀងចឹងចប់ហើយការបែកគ្នាខ្ញុំធ្វើឲ្យនាងអាម៉ាស់ណាស់នាងច្បាស់ជាសងសឹកខ្ញុំហើយសួស្ដីអ្នកទាំងអស់គ្នាខ្ញុំប្រធានថ្មីស៊ូយីងសាវេទៅថ្ងៃមុខសូមជួយណែនាំផងមិត្តរួមការងារម្នាក់នេះបាំងចិត្តម្លេះខ្លាចខ្ញុំចំណាំបានមែនទេយប់មិញគេងខុសបងវិលលោកមិនរួចទេបងយ៉ានអំបាញ់មិញបងនៅធម្មតាសោះបិទមាត់ទៅកុំនិយាយបើមិត្តរួមការងារម្នាក់នេះឈឺចឹងថ្ងៃនេះជួយធ្វើរបាយការណ៍ខែមុនទៅធ្វើរួចអាចចេញពីធ្វើការមុនបានប្រធានក្រុមសិនឬទេទីហើយចេញពីធ្វើការចេញស្អីការងារមួយអាទិត្យឲ្យខ្ញុំធ្វើកន្លះថ្ងៃរួចនេះមិនមែនសងសឹកផ្ទាល់ខ្លួនទេអីប្រធានស៊ូចឹងខ្ញុំនាំអ្នកទៅមើលបរិវេណក្រុមហ៊ុនសិនចាស់ខាងនេះបងយ៉ានការងារនេះមិនតិចទេណាបងធ្វើរួចទេនិយាយឥតប្រយោជន៍ខ្ញុំពិតជាធ្វើមិនរួចហើយពួកឯងជួយធ្វើខ្ញុំទៅមិនមែនទេបងយ៉ានសំបីសត្វលាក៏មិនអាចប្រើបែបនេះដែរមែនទេធ្វើរួចខ្ញុំប៉ាវបាយនិយាយយកព្រមហើយមេធំចិត្តទូលាយអូដល់ម៉ោងប៉ាវស៊ឺតូចចេញពីសាលាហើយមិនខ្ញុំមានអារម្មណ៍ថាទំនាក់ទំនងបងយ៉ាននិងប្រធានស៊ូមិនធម្មតាចឹងឬក៏ពួកយើងទៅលឺស្ដាប់ទៅមិនប្រកាសថាអាចជាអាចកំបាំងអីទេតោះចូលមកក្មេងស្រីនោះឈ្មោះអីទៅដូចជារៀនសាលាឌីហ្សាញឈ្មោះអីគេស៊ូយីងសាវេស្អាតណាស់ឯងគិតអីហ្នឹងដឹងថានាងជានរណាទេកូនស្រីមហាសេដ្ឋីឯងហ៊ានញ៉ែនាងឯងចង់ងាប់មែនកូនស្រីសេដ្ឋីម៉េចកូនស្រីសេដ្ឋីមានសង្សារមិនបានអី